មិនសរសើរមិនបានចិត្តដល់ថ្ងៃចេញទៅប្រកួតនៅម៉ាឡេស៊ីបបរកញ្ញាតូចវ៉ានីសាហាម៉ាឡេតធ្វើការងារសង្គមបានយ៉ាងល្អកម្មវិធីប្រកួត World Junior Tourism Ambassador 2025 វគ្គផ្ដាច់ប្រវត្តិនឹងរៀបចំឡើងនៅថ្ងៃទី26ខែមិថុនាឆ្នាំ2025ខាងមុខនេះហើយដោយមានប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះហើយសម្រាប់កម្ពុជាយើងក៏បានត្រៀមបញ្ជូនបេក្ខភាពទៅចូលរួមផងដែរដោយ The Rem Academy ដែលជាសាលាបង្រៀនដែលបង្ហាញម៉ូដនិងចរិយាសម្បត្តិគ្រប់យ៉ាងតាក់ទងទៅនឹងការប្រកួតសម្រស់ជាអ្នកបង្រៀននិងបណ្ដុះបណ្ដាលដោយផ្ទាល់បានបញ្ជូនកុមារីវ័យ8ឆ្នាំ Vanessa Hamalet កូនកាត់ខ្មែរបារាំងឲ្យទៅចូលរួមប្រកួតប្រកបដោយភាពជឿជាក់ក៏ព្រោះតែកុមារី Vanessa Hamalet មានចំណុចខ្លាំងជាច្រើនដែលមានដូចជារូបសម្រស់ភាពរហ័សរហួនភាពឆ្លាតវៃសម្ដីសម្ដៅទន់ភ្លន់តែម៉ឺងម៉ាត់ចំណេះដឹងទូទៅទូលំទូលាយហើយបើនិយាយពីភាសាបរទេសវិញគឺល្អខ្លាំងតែម្ដងមិនថាតែភាសាបារាំងឬអង់គ្លេសនោះទេតែអ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះកាន់តែគៀកថ្ងៃចេញទៅប្រកួតហើយក្តីក៏កុមារីដ៏ស្អាតនិងឆ្លាតមួយរូបនេះមិនភ្លេចក្នុងការធ្វើការងារសង្គមនោះទេដោយគេឃើញក្មួយស្រីបាននាំយកនៅអង្គរនិងរបស់របរប្រើប្រាស់ផ្សេងៗថាវិការមួយចំនួននិងសៀវភៅទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅសាលាពុទ្ធិកបឋមសិក្សាវត្តសំរោងកណ្ដាលនៅសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា2025-2026កន្លងទៅនេះក្រោមការរៀបចំពីអ្នកម៉ាក់ក្រុមគ្រួសារនិងក្រុមការងារ The Rem Academy ក្រឡេកទៅមើលការប្រកួត World Junior Tourism Ambassador 2025នៅប្រទេសម៉ាឡេស៊ីវិញគឺកុមារី Vanessa Hamalet បានរៀបចំខ្លួនរួចជាស្រេចក្នុងការចូលរួមនៅខ្វះតែម្យ៉ាងគត់នោះគឺការគ្រប់គ្រងនិងផ្ដល់កម្លាំងចិត្តពីបងប្អូនជនរួមជាតិខ្មែរតែប៉ុណ្ណោះសម្រាប់លោកអ្នកដែលចង់ផ្ដល់កម្លាំងចិត្តដល់ Vanessa Hamalet លោកអ្នកអាចទៅជូនដំណើរក្មួយស្រីបាននៅថ្ងៃទី23ខែមិថុនាឆ្នាំ2025ខាងមុខនេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ